ឡូជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំសាជាថ្មីសូមពុកម៉ែបងប្អូនដែលទស្សនារាល់ Channel វីដេអូរបស់ខ្ញុំច្នៃប្រឌិតចេញនេះសូមបងប្អូនជួយចុច Like ចុច Share ចុច Subscribe ខ្ញុំជាវខ្ញុំម្នាក់មួយផងបាទសូមអរគុណពុកម៉ែបងប្អូនហើយចំពោះខ្ញុំនៅថាសូមកម្មាទោសមុនថាលះលោខុសឆ្គងដោយត្រង់ប្រការមួយសូមពុកម៉ែបងប្អូនអភ័យទោសជាស្រ័យរបស់ខ្ញុំផងបើខ្ញុំមាននិយាយទៅប្រការទៅមិនសមរម្យកន្លែងណាមួយសូមបងប្អូនអភ័យទោសបាទហើយងាកមកមើលវីដេអូរបស់ខ្ញុំវិញថ្ងៃនេះពុកម៉ែបងប្អូនគឺមក7ម៉ោង8យប់គ្រួសាររបស់ខ្ញុំមិនទាន់ចាញ់ពីធ្វើការខ្ញុំក៏បានចាញ់មុនម៉ោង2ថ្ងៃសៀលខ្ញុំក៏បានជិះម៉ូតូកាត់តាមផ្លូវពីកន្លែងពីធ្វើការពីកន្លែងធ្វើការរបស់ខ្ញុំមកបន្ទប់ជួលហ្នឹងហើយពុកម៉ែបងប្អូនហើយនេះក៏មកដល់កន្លែងទីហាងគុយទាវមិនកន្លែងខ្ញុំក៏បានហៅពេកខ្ញុំក៏បានឈប់ហូបគុយទាវមួយចានសិនព្រោះអីថ្ងៃនេះគ្មានដាំបាយទេពុកម៉ែបងប្អូនគឺគ្រួសាររបស់ខ្ញុំក៏តាំងការបន្ថែមម៉ោងដល់ម៉ោង8កន្លះនោះមិនមកហើយខ្ញុំចាញ់មកមុនក៏បានហៅពុកម៉ែបងប្អូនគ្មានដាំបាយឥឡូវទៅហូបនំបញ្ចុកនៅវៀតណាមគេហៅថានំប៊ុងរាវនៅវៀតណាមគេហៅថាប៊ុងរាវដល់ខ្មែរគេហៅថានំបញ្ចុកទឹកក្តាមប៉ិនមុំហូបប្រកេនអាចពុកម៉ែបងប្អូនមួយចានហ្នឹងខ្ញុំតាធ្វើអញ្ចឹងខ្ញុំបាទសុំគេថតតែអីហ្នឹងថតបង្ហោះចូល Facebook ថតបង្ហោះចូល YouTube និង TikTok ពុកម៉ែបងប្អូនគេសួរខ្ញុំថាអញ្ចឹងខ្ញុំក៏បានប្រាប់គេត្រង់ថាឥឡូវនេះខ្ញុំកំពុងចូលវាងមួយឥឡូវនេះគេដួសរួចរាល់ហើយពុកម៉ែបងប្អូនខ្ញុំលើកមកដាក់លើទុកអញ្ចឹងខ្ញុំបានថតពុកម៉ែបងប្អូនឲ្យមួយចានហ្នឹងក៏មិនឆ្លើយដល់ពុកម៉ែបងប្អូនមួយចាននេះមានសាច់មានតហូមានឈាមច្បាច់ក្រូចដាក់គ្រឿងក្រូចសុបួលវិញមួយចាននេះគឺចូលជា4000រៀល4000រៀលលុយខ្មែរបើសិនជាលុយវៀតណាមយើងទៅមក25,000ដុង25,000ដុងគេហៅថា25,000គេហៅថា25,000ហើយ25,000នៅនេះបើលំមុំហូតដាក់ពុកម៉ែបងប្អូនបើមិនឆ្លាយពេកប៉ុន្មានទេហើយឥឡូវនេះខ្ញុំកំពុងដាក់បន្ថែមគ្រឿងស្បាច់គ្រឿងដាក់ម្ទេសទឹកដាក់ម្ទេសការដាក់ខ្ពាកចូលបន្តិចទៅពុកម៉ែបងប្អូនដាក់ទឹកស៊ីអ៊ីវចូលបន្តិចហើយខ្ញុំក៏បានដាក់ម្ទេសហាន់បន្តិចដាក់ឲ្យវាឆ្ងាញ់ដាក់កាហ្វេបន្តិចឲ្យវាឈ្ងុយដាក់ម្ទេសក្រាបម្ទេសម៉ត់ចូលបន្តិចទៅឲ្យវាមានក្លិនហ្នឹងហើយពុកម៉ែបងប្អូនមុខខ្ញុំហៅមែនតើពុកម៉ែបងប្អូនតាហៅរត់រួយហូបគ្មានដាំបាយពុំក្តៅហត់ទៅហ្នឹងហើយសម្រាប់បេតបន្ទប់ជួលលោកខ្ញុំនិយាយទៅវាមិនចេះខ្វះរបស់ហូបទេពុកម៉ែបងប្អូនមិនទាំងបបមានបបត្រីបាយមានបាយទាបាយសាច់អាំងបាយម្ហូបឆាម្ហូបសពមុខទាំងអស់ប៉ុន្តែខ្ញុំហូបសពថ្ងៃពេកយើងវាហើយធុនក្រនណាពុកម៉ែបងប្អូនព្រោះណាទឹកយើងក្នុងហត់តិចទៅមិនអីទេបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសូមលើសលួសខុសឆ្គងឡើយណាពុកម៉ែបងប្អូនអភ័យទោសជាស្រ័យខ្ញុំផងហើយមើលវីដេអូខ្ញុំកុំភ្លេចជួយ Like ជួយ Share ជួយ Subscribe ខ្ញុំអ្នកមួយផងអរគុណសម្រាប់លាបាយបាយសម្រាប់លាអ្នកគ្នាអូខេបាយបាយ